រឿងនេះណាបើកូនថាហើយមកស្ដាប់អាតានឹងទេកូនពិតជាធ្លាក់ក្នុងដងដានវត្តសៀមហ្មងហើយហេតុអីវាមិនស្ដាប់វាអាងហើយវាអាងមានទេធំអាមានទេធំវាខាងនយោបាយខាងសេដ្ឋកិច្ចលោកត្រាំមិនហ៊ានហាមកធ្ងន់វាទេកំពុងវាបានចំណូលពីសៀមតាមរយៈសេដ្ឋកិច្ចដូច្នេះនៅលើផែនដីនេះអាតូចវាខ្លាំងជាងអាធំវាខ្លាំងជាងអាតូចហ្នឹងហើយតែអាតូចដែលអាចខ្លាំងទៅបានណាគឺមានតែអាតូចកើតឯកភាពទេហួយបើកូនអត់ទាន់រករូបមន្តឯកភាពជាតិគ្នាឃើញទេតែទៅខ្លាំងអាម៉េចខ្ញុំការបញ្យល់នេះអ្នកខ្លះអត់យល់ទេមេបកខ្លះអត់យល់ទេសុំឲ្យតែគោរពអនុវត្តរដ្ឋធម្មនុញ្ញខំមិនគោរពដែរហើយកូនទាំងអស់គ្នាគ្រប់នានាការបកនយោបាយមានទេដែលឲ្យគោរពរដ្ឋធម្មនុញ្ញដែលជាបកតំណាងឲ្យចំណែករបស់ជាតិមានទេមានតែឲ្យទាត់រដ្ឋធម្មនុញ្ញនឹងចោលតើទ្រឹស្ដីនេះវាទ្រឹស្ដីបំរើជាតិឬក៏បំរើបរទេសមិនអាចលូកលាន់ខ្មែរបានដោយសារអីដោយសាររដ្ឋធម្មនុញ្ញវាទើសកកបើអត់រដ្ឋធម្មនុញ្ញទៀតវាងាយបំផុតនឹងឲ្យខ្មែរនេះបែក5ជំរាកក៏បាន10ជំរាកក៏បានស្រាច់តែបរទេសនឹកឃើញព្រោះចលនាបកនយោបាយមួយវាអត់មានលទ្ធភាពរស់រានទៅបានដោយគ្មានហេតុអីវត្ថុពីបរទេសទេអង្គការសង្គមស៊ីវិលមួយបើអត់ហេតុអីវត្ថុពីបរទេសក៏អត់មានកើតជាអង្គការចាត់តាំងនៅស្រុកខ្មែរបានដែរកូនពិនិត្យមើលទេអូចេះតម្រាំបកនយោបាយបរទេសចង់បង្កើត20ក៏បាន30ក៏បានកូនត្រូវដឹងឲ្យដល់តើមានអង្គការសង្គមស៊ីវិលមួយណាដែលមិនទទួលមូលនិធិពីបរទេសនៅពេលទទួលមូលនិធិពីបរទេសហើយញ៉ាំរកពីបរទេសតែធ្វើការបម្រើខ្មែរឬក៏ធ្វើការបម្រើបរទេសកូនយល់ឲ្យដល់ទីជម្រៅខ្ញុំអត់ហែកអត់ហួរទេហើយបើគ្មានក្នុងលក្ខណៈចាំបាច់ខ្ញុំអត់និយាយទេព្រោះនិយាយទៅអាយុកាន់តែខ្លីវាងាប់មុនអាយុប៉ុន្តែដល់ពេលនេះបើអត់និយាយទេកូនធ្វើនយោបាយមួយចំនួនគិតតែពីរឿងសងសឹកព្រោះម៉ែអញឲ្យសងសឹកព្រោះឪអញឲ្យសងសឹកព្រោះអញរត់ទៅដល់ប្រទេសទី3ដោយសារអាពោតហើយអាពោតនឹងវាជាអាយ៉ងយួនហើយដល់អញនេះអាយ៉ងយួនដែរតែអញអាយ៉ងយួនខាងខ្លួនអញល្អជាងប្រាប់កូនឲ្យសងសឹកហើយថាស្រឡាញ់ជាតិតែយើងពីមុនគ្រាន់តែជាឧបករណ៍របស់បរទេសដូចតែគ្នាពុលនឹងជំងឺយួនដូចគ្នាគាត់ថាជំងឺយួនខាងត្បូងជំងឺយួនខាងជើងឥឡូវប្រាប់កូនមកសងសឹកគ្នាទៅបន្តឲ្យអាលាយទឹកដីនឹងតែបណ្ដោយទៅមិនបាច់មានខ្មែរអីទេបន្តធ្វើអានយោបាយនឹងទៅឲ្យវាលាយបាត់ទឹកដីនឹងតែម្ដងទៅប៉ុន្តែខ្ញុំជឿកូនចៅគ្រប់គ្នាអត់ព្រមធ្វើអញ្ចឹងទេមិនអញ្ចឹងមើលកូនទាំងអស់គ្នាព្រមឲ្យអាលាយទឹកដីនឹងអនុវត្តកនុំគុំគួនរបស់មនុស្សចាស់ក្នុងដែរមើលកូនមួយសរសេរមួយអូអំភើបញាប់ញ័រនេះមកកូនថ្ងៃនេះនៅក្នុងព្រៃតែឯងឡូឡាព្រោះគេមកវាយងាប់ខ្ញុំដឹងណាមកឃើញរហូតឃើញទេព្រោះខ្ញុំចូលព្រៃជ្រៅថ្ងៃនេះកូនសរសេរមួយតើបន្តយកកនុំចាស់ហ្នឹងមកចោតគ្នាហើយមកគៀមត្រឡប់ខ្មែរគ្នាឯងបន្តទៀតឬទេបាទកូនអស់នេះទេមើលឬក៏កូនបោះចោលទាំងអស់អាកនុំចាស់ក៏វត្តចោលរួមគ្នាឯកភាពគ្នាទុកទល់នឹងប្រជាមិត្តសៀមរក្សាទឹកដីជាតិនៃភូមិរបស់យើងទុកឲ្យកូនចៅយើងចំណាំក្រោយទៀតមើលកូនណាតបចិត្តបន្តកនុំពីដូនតានោះមកដែរទេកូនគុំនុំឯណាដល់ខ្ញុំហើយមិនព្រមទេជាងអេមល្អកូនមិនព្រមទេអាកនុំចាស់ក៏វត្តចោលឈឺចាប់តាជាងគ្រួសារខ្ញុំអាលីងមកពូជហើយណាត្រឡប់យើងថាប៉ុលពតហើយអាប៉ុលពតនឹងវាមិនបានមកត្រឡប់ខ្មែរវាអត់គ្រប់គ្រងស្ថានភាពនឹងបានទេពី1970វាអត់បានប្រើមនុស្សអាកាសត្រឡប់មកទេវាប្រើអាមនុស្សស្រឡាញ់ជាតិទឹកដីអាណាស្រឡាញ់ជាតិទឹកដីគឺនេះដែលសល់ពីត្រូវគ្រាប់បែកគ្រាប់កំភ្លើងទីបំផុតគេអត់យកអានឹងប្រើទេគេដាក់មនុស្សផ្សេងមកទៀតអាឡាបាច់មកគេនេះដល់តើយើងជាចាស់មួយណាដែលដឹងរឿងហ្នឹងដឹងតែអាពោតរួចខាងរដ្ឋាភិបាលហ្នឹងឯងអានឹងក៏ខ្មែរក្រហមដែរត្រូវកំចាត់វាទៅត្រូវសងសឹកវាទៅអានេះឲ្យស្រឡាញ់ជាតិអានេះឲ្យអាណិតកូនចៅរបស់យើងដូច្នេះត្រូវតែយល់ដឹងទាំងអស់គ្នាកូនចៅប្រុសស្រីទាំងក្នុងនិងក្រៅប្រទេសមិនត្រូវយកកនុំគុំគួនអំពើអវិជ្ជមានអយុត្តិធម៌ក្នុងសង្គមទៅធ្វើនយោបាយជាតិនោះទេវាស្លាប់ជាតិហើយកូនឯងអត់ហក់រួចអំពីកញ្ញាំដៃបរទេសនោះបានទេជឿខ្ញុំប៉ុន្តែរឿងនយោបាយទៅមុខគឺជាច្បាប់ប៉ុន្តែខ្ញុំនិយាយពេលនេះអត់មានប្រឌិតទេជារឿងដែលនៅពីក្រោយជ្រៅតម្រាំរស់បានមកខាងប៉ុណ្ណេះគឺប្រឹងអស់សមត្ថភាពដើម្បីរក្សាជីវិតបានមកនិយាយប្រាប់កូនក្នុងពេលនេះ